បាទសួស្តីបងប្អូនទាំងអស់គ្នាបាទបងប្អូនបានឃើញស្រាប់ហើយនៅក្បាលវីដេអូគឺថាទេសភាពស្រស់ស្អាតខ្លាំងមែនតើបាទហើយសម្រាប់ទីតាំងផ្ទះលំហែមួយកន្លែងនេះបាទគឺស្ថិតនៅក្នុងខេត្តបាត់ដំបងបាទស្រុកសំឡូតបងប្អូនទាំងអស់គ្នាបាទហើយកន្លែងនេះយើងអាចហៅថាជាដីចំការរបស់គាត់ហើយមានជាផ្ទះលំហែបាទចំការរបស់គាត់គឺមានជាដើមទុរេននឹងច្រើនបងប្អូនមានទុរេនមានសាវម៉ាវហើយមានទឹកជ្រោះនៅខាងក្រៅទៀតទេសភាពគឺស្អាតខ្លាំងមែនតើបងប្អូនទាំងអស់គ្នាបាទពេលដែលខ្ញុំទៅនេះចូលខ្ទង់ខែខែ2ខែ3បងប្អូនទាំងអស់គ្នាបាទហើយបើសិនជាយើងគិតមកដល់ក្នុងខែ5 2026នេះបាទទុរេនកំពុងតែចាប់ផ្ដើមទុំបដាហើយបាទហើយសម្រាប់វីដេអូនេះផងដែរគឺខ្ញុំចង់បញ្ជាក់តាក់ទងនឹងទំហំផ្ទះនេះបាទទំហំ9ម៉ែត្រគុណនឹង8ម៉ែត្របាទហើយបើយើងគិតពីចំនួនស្លឹកស័ង្កសីដែលប្រើសម្រាប់ផ្ទះនេះផ្ទាល់តែម្ដងបាទគឺមានញជាំងមានដបូលមានយកមកខាងមុខហើយនិងខាងក្រោយបងប្អូនអរគ្នាបាទបើយើងគិតទៅវាអស់ខ្ទង់250ការ៉េទេបាទហើយសម្រាប់ស័ង្កសីគីបស្នោពីខាងក្រុមហ៊ុនអេស្វាយបាទតម្លៃវាក្នុង1ម៉ែត្រការ៉េបើយើងគិតទៅក្នុងខែ5 2026នេះគឺ1ការ៉េ$17កន្លះបាទបើយើងគុណទៅវាចូល$4000ជាងបងប្អូនអរគ្នាតែសម្ភារៈដបូលហើយនឹងអញ្ចឹងបាទហើយសម្ភារៈដែលត្រូវប្រើជាមួយវាមានវិសមានគម្របវិសមានជ្រីចាប់បិទបាំងព្រំទៅអីតិចតួចទៀតអានឹងក៏ខាងរោងចក្រយើងមានដែរអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលស្រឡាញ់ម៉ូដផ្ទះហ្នឹងបាទចង់ធ្វើម៉ូដបែបនេះអានឹងបងប្អូនក៏មកសម្ភារៈពីខាងរោងចក្រផ្ទាល់ក៏បានឬក៏បងប្អូនចង់ធ្វើមកហើយអញ្ចឹងអានឹងខាងរោងចក្រយើងមានដៃគូបាទបើដឹងតម្លៃសរុបមកហើយមកដឹងពីខាងដៃគូមកចូល20000ជាងបងប្អូនអរគ្នាសម្រាប់ផ្ទះហ្នឹងណាបាទតែបើសិនជាបងប្អូនមានជាងផ្ទាល់ហើយបងប្អូនចង់បានតែសម្ភារៈទេអាចកម្មង់ពីខាងរោងចក្របានបាទបើយើងគិតទៅស័ង្កសីគីបស្នោហ្នឹងវាអស់ចូលខ្ទង់4000ជាងឯងបងប្អូនអរគ្នាប៉ុន្តែបងប្អូនទទួលបានស្លឹកស័ង្កសីគីបស្នោដែលស្តង់ដាប្រទេសកូរ៉េបាទពីខាងក្រុមហ៊ុន SY ហ្នឹងគឺល្អប្រើខ្លាំងបងប្អូនអរគ្នាតួនាទីរបស់វាជួយការពារសម្លេងការពារកម្ដៅហើយដូចបងប្អូនឃើញស្រាប់ហើយផ្ទៃបាតខាងក្រោមគឺវាមានផ្ទៃរាបស្មើស្អាតហើយបងប្អូនអរគ្នាហើយបងប្អូនប្រើរយៈពេលយូរឆ្នាំបាទ10-20ឆ្នាំក៏អត់ទៅណាដែរជាមួយនឹងស្លឹកស័ង្កសីគីបស្នោពីខាងក្រុមហ៊ុន SY អញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលមានតម្រូវការបាទចង់ធ្វើជាផ្ទះលំហែចង់បានធ្វើជាដបូលបាទទីតាំងនេះគឺស្អាតខ្លាំងបងប្អូនបាទដបូលផ្ទះបាយដបូលបន្ទប់គេងអីគឺប្រើបានទាំងអស់ស័ង្កសីសម្រាប់ខណ្ឌចែកបន្ទប់ខាងក្នុងក៏មានដែរបងប្អូនអរគ្នាអូខេអរគុណច្រើនបងប្អូន